okនៅក្នុងមេរៀននេះគឺយើងសិក្សាអំពីgroup clipboard អញ្ចឹងឧបមាខ្ញុំសេ welcome អញ្ចឹងទៅអញ្ចឹងបានថាខ្ញុំចង់បាន format នេះមកដាក់លើ format នេះបើខ្ញុំសេរីខ្ញុំដឹងថានេះចាក់ពណ៌ស្អីខ្លះហើយមានអត់ស្មោលអីដូរណាយើងខ្ញុំចង់ចម្លង style ពីនេះមកដាក់នៅ welcome នេះអញ្ចឹងចុចលើកន្លែងនេះឬក៏យើង select លើអានេះក៏បានដែរតមកយកពាក្យ format painter ឃើញបាន style ហ្នឹងឯងបើខ្ញុំចង់ clear វាវិញបានអូខេអញ្ចឹង format painter គឺចម្លង style គឺចម្លង style នេះណាបានអូខេអញ្ចឹង format painter តែប៉ុណ្្នឹងទេហើយមួយទៀតយើងរៀនពី copy cut ហើយនឹង paste អញ្ចឹង copy មិនឧបមាថាឥឡូវខ្ញុំបើក document ខ្ញុំថ្មីមួយទៀតមកនៅក្នុង document ថ្មីហ្នឹងគឺខ្ញុំដាក់អូខេនៅក្នុង document ថ្មីហ្នឹងគឺខ្ញុំដាក់ទំហំវាខ្ញុំដាក់ដែរខ្ញុំដាក់នេះ texture សាកសខ្ញុំដាក់3ហើយមកធ្វើមកអញ្ចឹងខ្ញុំបានប៉ុណ្ណឹងអូខេឥឡូវខ្ញុំដូរនេះដាក់ color ផ្សេងដាក់ក្រហមអានេះដាក់ក្រោយនេះចោះអូខេតោះឥឡូវយើងរៀនពី copy នឹងខាងឥឡូវខ្ញុំត្រូវ select លើអក្សរនឹងសិនអញ្ចឹងខាត់បានន័យថាស្មើពាក្យ move មកថាខ្ញុំកាត់វាឃើញទេអញ្ចឹងខ្ញុំចង់បង្ហាញវាវិញចង់ដាក់នៅកន្លែងណាឥឡូវខ្ញុំចង់ដាក់នៅខាងក្រោមនេះអញ្ចឹងខ្ញុំដាក់ cursor នៅខាងកន្លែងខ្ញុំចង់ផាសហ្នឹងហើយខ្ញុំមកស្ដាំលើវាឬខ្ញុំចុចលើកន្លែងនេះក៏បានដែរហើយខ្ញុំយកពាក្យផាសណាបោះផាសអាទី2នេះបានថាដូចទៅនឹងអា format ខាងលើ merge format នេះបើខ្ញុំយកនេះធម្មតាអូខេអញ្ចឹងយកធម្មតានេះទៅនេះអូខេអញ្ចឹងផាសមានច្រើនណាអញ្ចឹងឬក៏មួយទៀតខ្ញុំ control Z ណា control Z ខ្ញុំ select លើវានឹងដដែលខ្ញុំប្រើ shortcut control X ហើយខ្ញុំចង់ផាសវាវិញដាក់រើទីតាំងខ្ញុំមកខ្ញុំ control V ផាស control V ដល់ពេល cut control X អូខេបើខ្ញុំចង់ copy ខ្ញុំ select លើវានឹងមកយកពាក្យ copy ឬក៏ខ្ញុំចូលកន្លែងនេះយកពាក្យ copy ក៏បានដូចគ្នាឬក៏ខ្ញុំ control C ក៏បានហើយបន្តមកខ្ញុំរើសទីតាំងខ្ញុំចង់ដាក់ឥឡូវខ្ញុំដាក់លើនេះអញ្ចឹងខ្ញុំ control V មកផាឃើញបានទេអូខេអញ្ចឹងបានថា cut បានថាយើងដូចយើង move ពីទីតាំងមួយទៅទីតាំងមួយអញ្ចឹង copy បានថាថតចម្លងដោយរក្សាទុកឯកសារចាស់ដដែលអូខេនេះមកខ្ញុំអាចនិយាយខាត់អានេះយកមកដាក់នៅ document មួយនេះក៏បានឃើញទេអាចខាត់ហើយអានេះពេចបាត់ទេអូខេឬក៏ខ្ញុំអាច copy ខ្ញុំចង់រក្សាទុកអាហ្នឹង copy ណា Ctrl V ឃើញទេ copy អូខេអញ្ចឹងរបៀបសិក្សាទៅលើ group clipboard ត្រូវបានបញ្ចប់ត្រឹមនេះបាទ